សួស្តីបងប្អូនថ្ងៃនេះមានរឿងមួយចង់និយាយរឿងបងតកុងឡានហើយនឹងជាមួយនឹងភ្ញៀវទេសចរភ្ញៀវខ្មែរយើងហ្នឹងគាត់បានមកស្នាក់នៅផ្ទះស្នាក់ខ្ញុំដល់ពេលប្រហែលជាម៉ោង6ល្ងាចគាត់ក៏ទៅដល់ផ្ទះគាត់ឆ្លោះគ្នារឿងដើររឿងកម្រងដើរមើលប្រាសាទហេតុអីក៏អត់នាំគាត់ទៅមើលប្រាសាទបាយ័នសន្យាមួយគាត់ថាទៅមើលប្រាសាទបាយ័នចុះហេតុអីបានអត់នាំគាត់ទៅមើលប្រាសាទបាយ័នឃើញគាត់ឆ្លោះគ្នាខ្លាំងទៅដល់ពេលរួចទៅខ្ញុំក៏ចុះមកទៅអង្គុយលេងទៅក៏សួរគាត់សួរទៅបងតកុងឡានបងឯងបានជូនគាត់នឹងទៅមើលប្រាសាទអីខ្លះថ្ងៃហ្នឹងទៅគាត់ថាគាត់មើលកងទ្វារគាត់មើលអង្គរធំអង្គរវត្តភ្នំបាខែងតាព្រំបារាយដល់ពេលរួចទៅគាត់ទាទៅមើលប្រាសាទទៅមើលបាយ័នទៅខ្ញុំថាចុះបានចូលទៅមើលប្រាសាទអង្គរធំអត់ធំហ្នឹងប្រាសាទមិនគាត់ក៏ថាប្រាសាទអង្គរធំហ្នឹងគាត់បានចូលទៅមើលតើគឺប្រាសាទដែលមានមុខច្រើនហ្នឹងទៅក៏ខ្ញុំប្រាប់តែឆ្លោះមែនទេណាឆ្លោះលងចង់ទាលុយវិញខ្ញុំក៏ប្រាប់គាត់ថាបងឯងពួកឯងច្រឡំហើយគាត់បាននាំពួកឯងទៅមើលប្រាសាទបាយ័នរួចហើយប្រាសាទបាយ័នគឺប្រាសាទដែលមានព្រំមុខ4ហ្នឹងកពូលព្រំមុខ4ហ្នឹងហើយនឹងនៅអាហ្នឹងគឺស្ថិតនៅចំកណ្ដាលនៃទីក្រុងអង្គរធំនឹងឯងអញ្ចឹងទៅពួកឯងគុំទៅខឹងគាត់ព្រោះអីតាមពិតពួកឯងមើលរួចហើយប្រាសាទបាយ័នដល់ពេលនាំគ្នាភាគច្រើនហៅអង្គរធំដល់ពេលម្នាក់ថាមកមើលប្រាសាទអង្គរធំតែអត់បានមើលប្រាសាទបាយ័នក៏ឆ្លោះគ្នាទាលុយគ្នាវិញអីណាបានកាត់យល់ទៅគាត់ក៏ទទួលស្គាល់ទៅក៏ឈប់ឆ្លោះគ្នាទៅសុំទោសគ្នាទៅនឹងមិនថាយើងគួរតែប្រើពាក្យឲ្យចំទៅដើម្បីឲ្យពលរដ្ឋទាំងអស់គាត់យល់ដឹងអញ្ចឹងទៅកងឡានគាត់អត់ច្បាស់ដែរពេលអញ្ចឹងគាត់ចេះតែចេះតែកវីក្បាលទៅគាត់អត់ដឹងប្រាសាទណានៃដែរអញ្ចឹងណាអរគុណជម្រាបលា